សេចក្តីជូនដំណឹងស្តីពីការចូលរួមសហការទប់ស្កាត់និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណនិងឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលក្រសួងព័ត៌មានកិត្តិយសសូមជម្រាបជូនសាធារណជនឯកឧត្តមលោកជំទាវលោកអ្នកអង្គការលោកអង្គការលោកស្រីម្ចាស់ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ជ្រាបថាកន្លងមកនេះមានការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ Liva Balance និងឱសថផ្សេងទៀតដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលព្រមទាំងបានប្រើប្រាស់ខ្លឹមសារផ្សព្វផ្សាយបំផ្លើសហួសពីការពិតដែលនាំឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំនិងអាចប៉ះពាល់ដល់សុខភាពផងដែរដើម្បីចូលរួមការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងសុខភាពសាធារណៈកាត់បន្ថយផលអវិជ្ជមាននៃការប្រើប្រាស់ផលិតផលបំប៉នសុខភាពនិងឱសថដែលគ្មានប្រភពច្បាស់លាស់ក្រសួងព័ត៌មានសូមអំពាវនាវនិងស្នើសុំម្ចាស់ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ចូលរួមសហការនិងអនុវត្តដូចខាងក្រោម 1. បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ Liva Balance និងលុបមាតិកាដែលមានផ្សព្វផ្សាយកន្លងមកពាក់ព័ន្ធនឹងផលិតផលខាងលើនិងឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល 2. រាល់ការផ្សព្វផ្សាយផលិតផលឱសថត្រូវពិនិត្យឲ្យបានច្បាស់លាស់លើលេខបញ្ជីការនិងមានការអនុញ្ញាតពីក្រសួងសុខាភិបាលអាស្រ័យហេតុនេះសូមឯកឧត្តមលោកជំទាវលោកអ្នកអង្គការលោកអង្គការលោកស្រីម្ចាស់ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍និងសាធារណជនទាំងអស់មេត្តាជ្រាបនិងចូលរួមទប់ស្កាត់ឲ្យមានប្រសិទ្ធភាពខ្ពស់ថ្ងៃសុក្រ11កើតខែជេសឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី3ខែមិថុនាឆ្នាំ2025